បាទសួស្តីបងប្អូនទាំងគ្នាដែលកំពុងសិក្សានៅថ្នាក់ទី12ទាំងគ្នាចឹងនេះគឺគ្រូមានលំហាត់មួយតទៅជាមួយនឹងការរកចំណុចផ្សព្វបាទរវាង graph C និង coordinate ហ្នឹងហើយចឹងតើរបៀបក្នុងការរកចំណុចផ្សព្វរវាង graph C និង coordinate នេះគឺយើងរៀនមិនហ្នឹងហើយចឹងងាយៗអត់មានការលំបាកប៉ុន្មានទេគឺយើងគ្រាន់តែចេះកំណត់លក្ខខណ្ឌនេះទៅគឺឲ្យដោះស្រាយបាទសម័យកាយទៅគឺអាចដោះស្រាយបានហើយហ្នឹងហើយចឹងមុននឹងឈានចូលទៅដល់យើងស្គាល់coordinate coordinate បានថាពាក្យថា coordinate ម៉ាត់បាទ coordinate ម៉ាត់វាហ្នឹងហើយវាមានអាចគេខ្លះណាមានx និង y នេះយើងភាសានៅក្នុងប្លង់ព្រោះយើងភាសានៅក្នុងតម្រុយបើមិនទៅអាចភាសាក្នុងលំហបើយើងអាចមាន3អាចចឹងទៅFC coordinate និង coordinate ចឹងទៅបាទមានx y z ចឹងទៅតែភាសានៅក្នុងប្លង់គឺយើងមានតែពីរទេគឺ x និង y បាទD និង h ហ្នឹងហើយបើចឹងលំហាត់ចឹងមានកបាទប៉ុណ្ណឹងខនិងគោចឹងទៅចឹងយើងមកដោះស្រាយដល់គ្នាហ្នឹងហើយចឹងមុននឹងឈានចូលដល់ដំណោះស្រាយយើងត្រូវយល់សិនយល់ពីមេកំណត់វាបាទឬក៏កំណត់ធំបំផុតនៅក្នុងការធ្វើលំហាត់នេះបាទចឹងគេថា graph C ប្រសពអា abscissa អា B ហ្នឹងណាកាលណាដែលគេបាទកាលណាដែល y នឹងឯង y ស្មើ x ហ្នឹងបាទស្មើ0ណាប្រសពអា D កាលណា y ស្មើ0អញ្ចឹងអាហ្នឹងគឺវាឲ្យទៅមកទៅវិញបាទហើយវាប្រសពordinate សំទោសវិញទៅកែordinate វាអាចឈរកាលណាដែល ordinate ហ្នឹងវាថាy' បាទ oy បាទកាលណាដែលគេបាទអាចឈរគឺ y អាចឈរ y' y' o y អញ្ចឹងយើងត្រូវឲ្យ x ម្ដង x ស្មើ0ទៅឆ្លាស់គ្នាចង់បានប្រសពអាចឈរត្រូវឲ្យ x ស្មើ0វិញអូខេហ្នឹងហើយអញ្ចឹងយើងបានយកអំពីគំនិតឬគំនិតសំខាន់ក្នុងការដោះស្រាយហ្នឹងឥឡូវកុំឲ្យថាទៅយូរយើងចូលដល់របស់ទាំងអស់គ្នាក្នុងកបាទយើងមាន graph C y ស្មើ fx ស្មើ x ដក2បាទកតាឲ្យគុណដល់ x អញ្ចឹងទៅអញ្ចឹងបាទយើង start ដំបូងគឺយើងដាក់ថាម៉េចបាទ graph C ហ្នឹងបាទប្រសពបាទប្រសពabscissa ហ្នឹងគឺបានថាបាទ x' ox x' ox បាទកាលណាដែល y ស្មើ x បាទហើយវាមកស្មើនឹងម៉ានក្នុងក x ដក2គឺគុំដក x របស់យើងហ្នឹងគឺស្មើនឹងស្មើ0បាទម្ដុំនេះគឺប្រធានរបស់យើងណាប្រឲ្យយើងឲ្យម្ដុំនេះគឺស្មើ0បាទអញ្ចឹងម្ដុំនឹងស្មើ0ណាម្ដុំគុំ x ដក2នេះគឺស្មើ0ណាអញ្ចឹងគ្នាយើងឃើញថាដោយគុំដក x នេះគុំដក x នេះចំនួនមួយដែរគុំនឹង0ដល់គុំនឹង0ចំណុចសង្គមប្រមាណដោយបាទមកថាបូក x ឬក៏ដក x ទេគឺសុទ្ធតែគុំ0បាទអញ្ចឹងគឺគ្រប់ x នេះគឺជារបស់ r គ្រប់ x របស់ r អញ្ចឹងបើថាធំគ្រប់ x របស់ r ចាក់ថាអាម្ដុំនេះគឺ0ហើយអញ្ចឹងដើម្បីឲ្យខ្សោយមួយនេះស្មើ0បានតដល់ឯងឲ្យម្ដុំនេះគឺស្មើ0បើសិនម្ដុំនេះស្មើ0ទៅ0ទៅនឹងគឺស្មើ0ហើយអញ្ចឹងមិនថាគ្រូនាំឲ្យមានតែ x ដក2ទេដែលធ្វើឲ្យវាស្មើ0បាទអញ្ចឹងទិញរក x មកស្មើនឹងបោះដល់នេះ2បូក2អូខេអញ្ចឹងថាx យើងគឺស្មើ2 x ស្មើកលេខមកមើលនេះវិញគឺយើងមាន x ស្មើ2បាទ y យើងគឺស្មើ0ហ្នឹងគឺជាចំណុចក្រាបប្រសពជាមួយ abscissa ទេអត់ចប់ទេយើងចូលមកដល់មួយទៀតគឺក្រាបប្រសពordinate ម្ដងនេះគឺក្រាប C ប្រសពordinate ហ្នឹងគឺកាលណាអូខេនេះត្រូវ y បាទ o
កាលណាដែល x ស្មើ0 x ស្មើ0ចឹង x ស្មើ0 x ស្មើ0ហ្នឹងយើងនឹងចំនួនចូលក្នុងf x នេះមកយើងនឹងអាចរក y បានហើយបាទចឹងមកឲ្យy បាទត្រូវស្មើនឹងណា0យើង0នឹងចូលគ្រប់តួដែលមាន x ហ្នឹងចឹងអី0ដក2វិញទៅ0ដក2ហើយគុណណា0ចឹងគុណចូលបាន1គុណ1ជាមួយ0ដក2បានដក2ចឹងឡើងដល់ដក2ហ្នឹងចឹងយើងបានហើយបាទចឹងវិញនេះក្រាហ្វចាប់ ordinate ចាប់បាទ ordinate បាទត្រង់ចំណុចមាន2ចំណុចបាទចំណុចណាខ្លះចំណុចដំបូងយើងមើលមួយគ្រូបាទចំណុចដំបូងគឺx ស្មើ2 y ស្មើ0ចឹងណា x 2 y 0 2ហើយ0បាទនិងមួយចំណុចទៀតគឺ x 0 y ដក2ចឹងថា0បាទហើយ only គឺដក2ចឹងហ្នឹងចឹងមួយនេះគឺជាបាទចំណុចដែលក្រាបកាត់ដាក់កូននៃរបស់យើងបាទតោះចំណុចតមានប៉ុណ្ណឹងអនឡាញមានឆ្ងល់អាចសួរបានណាហ្នឹងហើយឥឡូវយើងចូលមកដល់សំណួរខរបស់យើងបាទសំណួរខរបស់យើងតើអនឡាញខ្លួនមិនអញ្ចឹងក្បួននៃការផ្សេងគួរសុំទៅពីខ្លះក្រាបកាត់ដាក់បាទអាប់ស៊ីកាលណាដែល y ស្មើនឹង x យើងតែវិញដូរជាមិនវិញ x ក្រេអូ x ក្រេដក1បាទស្មើ0អញ្ចឹងយើងឃើញថាបាទដោយផ្នែកនឹងថាសង្គមរបស់យើងគឺសង្គម 2x អញ្ចឹងសុំ0ពួក x របស់ r អញ្ចឹងនាំឲ្យម្ដុំដែលជាប់សង្គម x ចាំបាច់ទៅ0អញ្ចឹងបានអីគេបាទ x ក្រេដក1ទៅពីនាំទៅ0អញ្ចឹងទាញរក x ក្រេមកបាទ x ក្រេស្មើនឹង1ទាញរក x មកគឺស្មើនឹងបូកដកឬក្រេ1ហ្នឹងបាទបូកដកឬក្រេ1នេះបានបាទបូកដក1បាទចឹងយើងឃើញថា x យើងមានរហូតដល់ប៉ុន្មានមាន2 x មាន2កាលណា x មាន2 y មាន1នេះចំណុចដែលក្រាបក្តារអាប់ស៊ីនេះគឺមានរហូតដល់2ចំ2ចំណុចបាទហើយក្រាបអាប់ស៊ីដល់2ចំណុចណាអូខេបញ្ចប់ដល់នឹងមួយយើងចូលម្ដងក្រាបក្តារអីទេ ordinate ម្ដងបាទក្រាបក្តារ ordinate y' prime o y ចឹងយើងដូរតិចដូរឈ្មោះវាណាបាទ ordinate កាលណាដែល x ស្មើប៉ុន្មានបាទ x ស្មើ0 x ស្មើ0នាំឲ្យ f នៃ y ស្មើ f នៃណាចឹង0វា0នោះចូលគ្រប់តួដែលមាន x មកគ្រូបាន0ក្រេដក1ហើយសរុប0ក្រេដក1គុណ0នេះបានបាទស្មើដក1និយាយហ្នឹងមានតែមួយចំណុចទេដោយសារតែរងទៅy មានរូបតែមួយអញ្ចឹងមានតែមួយចំណុចបាទពីច្រើនគឺប្រភេទអនុគមបាទនៅពីច្រើនគឺអនុគមកំណត់ជាអនុគមហ្នឹងគឺថាតែវាមាន x មួយដែលអាចបង្កើតបាន y 4អញ្ចឹងណាអញ្ចឹងវាមិនអាចបង្កើតបាន y 2អញ្ចឹងគឺច្រើនក្រាមកាត់ដាក់ ordinate តែមួយចំណុចទេហ្នឹងហើយកាត់ដាក់ឈោទៅមួយចំណុចច្រើនប៉ុន្តែអាចក្រាបកាត់ដាក់ abscess ត្រង់2ចំណុចឡើងទៅឬក៏មួយចំណុចបានដែរហ្នឹងហើយ
ចឹងគ្នាយើងចំណាំផងចំណុចទៅបាទអញ្ចឹងសំខាន់មកយើងនេះក្រាបបាទកាត់ដាក់កូរ៉ូណេត្រង់ចំណុចណាខ្លះទីមួយគឺx ស្មើនឹងបូកដក1ហើយនឹង y ស្មើ0បណ្ណាបូកបែរបើធ្វើគ្រូទៅរាយ1 0មួយទៀតបាទដក1 0និងមួយទៀតហ្នឹងគឺបាទមួយទៀតគឺ x ស្មើនឹង0 y ស្មើនឹង1បាទ x ស្មើ0 y ស្មើនឹងហ្នឹងដក1បាទអានេះគឺទី2ណាអូខេកំណត់ហាត់ពេល u យើងចូលលំហាត់គោជាលំហាត់ចុងក្រោយបាទអញ្ចឹងគោយើងមានប៉ុណ្ណឹងអញ្ចឹងជាធានដំបូងអនឡាញត្រូវធ្វើគេបាទក្រាបកាត់អាប់ស៊ីជាមុនសិនអូខេយើងចូលពីប៉ុណ្ណឹងចាស់យើងការកាត់អាប់ស៊ីកាលណា y ស្មើ x នេះគឺស្មើ0តែបើយើងគឺទៅនេះវិញអញ្ចឹងគ្រប់ដូង x បូក1បាទ x បូក1ស្មើគុណពី x ស្មើ0អញ្ចឹងគឺយើងឃើញថាវាជាប់ហើយអញ្ចឹងវិចារមិនអាចអីទេត្រូវគុណ0ទៅគុណ0គ្រប់ x បើ r ណាអញ្ចឹងនាំឲ្យទាញបានអាណាដែលជាប់គឺ x បូក1ស្មើ0គេរក x មកបាទអញ្ចឹងរក x ទៅគឺស្មើនឹងដក1បាទនេះគឺចប់មួយម្ដងក្រាបកាត់ដាក់អូរ៉ូណេម្ដងយ៉ាកាត់ដាក់អូរ៉ូណេកាលណាដែល x ស្មើ0យើងយក0មកចូលក្នុង x ទៅអានេះ0យើងបាទនេះអញ្ចឹងអានេះ0ហ្នឹងគឺយក0យកចូលនេះអានេះ x យើងទៅនេះណាយើងក៏បានខុសចែកនេះ0បាទបូក1យើងគឺសង្គមណា0បាទអញ្ចឹងយើងបាន1លើ1ដោយសារគុណ0មក1អញ្ចឹង1លើ1បានប៉ុន្មានបាទ1តែអញ្ចឹងចប់ហើយវិចារមកខ្ញុំដូចនេះក្រាបកាត់អាកូរ៉ូណេដំបូងគឺ start ពីលើមកគឺ x ស្មើដក1 y ស្មើ0បាទដក1ហើយ0មួយទៀតគឺ x 0បាទ y 1អូខេហើយអញ្ចឹងតកតងជាមួយនឹងការរកចំណុចខ្សត់រវាងក្រាបជាមួយនឹងអាកូរ៉ូណេក្នុងវីដេអូនេះគឺមានតែប៉ុណ្្នេះទេបាទហើយអ្វីដែលគ្រូចង់លើកឡើងគឺយើងត្រូវចេះឲ្យលក្ខខណ្ឌមានតែប្រយោជន៍គឺមិនឲ្យសាគ្នាទៅបាទហ្នឹងហើយដើម្បីគ្រូបាននិយាយឡើងទៅអូខេហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នេះទេបាទសូម